everyone, welcome back to my video. And in this video we gonna learn about idioms. Okay, អញ្ចឹងនៅក្នុងវីដេអូហ្នឹងយើងនឹងធ្វើការសិក្សា idioms ហើយយើងនឹងចាប់ផ្ដើមពី number 18 នៅក្នុងវីដេអូហ្នឹងឯង Okay, អញ្ចឹង number 18 គឺយើងមាន clear មួយគឺ kill two birds with one stone. Okay, kill two birds with one stone. Okay, សម្រាប់សត្វពីរជាមួយនឹងដុំថ្មមួយចាណាប៉ុន្តែន័យធៀបរបស់វាគឺមានធ្វើរឿងមួយប៉ុន្តែបានផលពីរអញ្ចឹងណាអាហ្នឹងគឺ kill two birds with one stone ហ្នឹងហើយអូខេខ្មែរយើងមានពាក្យមួយដែរគឺគេនិយាយថាព្រួយមួយបាញ់បានសត្វពីរអញ្ចឹងណាព្រួយមួយបាញ់បានសត្វពីរអាហ្នឹង kill two birds with one stone ហើយអូខេមាន to do two things at the same time អូខេធ្វើរឿងមួយប៉ុន្តែបានផលពីរគឺយើងអាចនិយាយចឹងបានអូខេអញ្ចឹងឧទាហរណ៍យើងអាចនិយាយបានថា Mr. J is writing an article and also keeping his mind active. He tries to kill two birds with one stone. Okay. ចាំមិនថា Mr. J ហ្នឹងគាត់ទៅសេអត្ថបទផងនិងរក្សាខួរក្បាលហ្នឹងឲ្យសកម្មផងពលគឺគាត់ព្យាយាមធ្វើរឿងពីរក្នុងពេលតែមួយពេលមានការសរសេរអត្ថបទរបស់គាត់ហ្នឹងគឺធ្វើឲ្យខួរក្បាលរបស់គាត់ហ្នឹងដំណើរការផងដែរសកម្មដំណើរការសកម្មផងដែរគេអញ្ចឹងគាត់បានទាំងការសរសេរអត្ថបទគាត់បានទាំងអត្ថបទហើយខួរក្បាលរបស់គាត់ហ្នឹងក៏ដំណើរការសកម្មដែរអាហ្នឹងគឺគាត់ធ្វើរឿងមួយប៉ុន្តែបានផលពីរអូខេអញ្ចឹងឯងអូខេ number 19គឺយើងមាន the ball is in your court. Okay, the ball is in your court. អូខេបើយើងប្រែពាក្យមួយមែនបាល់គឺនៅក្នុង court ហ្នឹងប្រែថាតុលាការអូខេអញ្ចឹងវាពិបាកយល់ប៉ុន្តែន័យធៀបរបស់វាគឺមានន័យថាវាអាស្រ័យទៅលើអ្នកអូខេវាជាការសម្រេចចិត្តរបស់យើងនិងការទទួលខុសត្រូវរបស់យើងផ្ទាល់អញ្ចឹងណានឹង the ball is in your court អញ្ចឹងហើយ it's your decision or responsibility អូខេអញ្ចឹងហើយអូខេដល់យើងមាន I give you my best offer so the ball is in your court now អូខេចាណា I gave you my best offer អូខេខ្ញុំបានផ្ដល់អ្នកនៅការផ្ដល់ជូនដ៏ល្អបំផុតរបស់ខ្ញុំហើយអូខេ so the ball is in your court now អូខេដូច្នេះឥឡូវហ្នឹងគឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកអូខេចាណា it's your decision now អូខេអញ្ចឹងបើសិនជាយើងអត់ចង់ប្រើ idiom អូខេអញ្ចឹង the ball is in your court អូខេអូខេ number 20 គឺយើងមាន better late than never អូខេ better late than never អូខេមានថាធ្វើយឺតប្រសើរជាងមិនបានធ្វើសោះអញ្ចឹងណា better late than never អូខេ it's better to do something late than not at all អូខេអញ្ចឹងអាហ្នឹងនិយមន័យរបស់វាអូខេយើងមានឧទាហរណ៍មួយដែរគឺ she finally turned in her school project. It is better late than never. គេមានន័យថានាងនៅទីបំផុតនាងបានប្រគល់គម្រោងសិក្សារបស់នាងហើយអូខេ It's better late than never ធ្វើនៅពេលយឺតយ៉ាវក៏ប្រសើរជាងមិនបានធ្វើសោះដែរអញ្ចឹងណាអូខេអញ្ចឹង turn in នេះ turn in មានប្រគល់អូខេប្រគល់កិច្ចការសាលាឲ្យអូខេអញ្ចឹង she finally turned in her school project. It is better late than never អូខេវាឲ្យធ្វើយឺតធ្វើឲ្យយឺតយ៉ាវក៏វាប្រសើរជាងមិនធ្វើដែរអញ្ចឹងណា number 21គឺយើងមាន actions speak louder than words អូខេ actions speak louder than words គេមានថាសកម្មភាពហ្នឹងមានទម្ងន់ជាងពាក្យសម្ដីអូខេអញ្ចឹងណាអូខេបើយើងគ្រាន់តែនិយាយសោះនរណាក៏អាចនិយាយបានដែរប៉ុន្តែសកម្មភាពដែលធ្វើគឺសំខាន់ជាងអញ្ចឹងណាអញ្ចឹងសកម្មភាពគឺសំខាន់ជាងពាក្យសម្ដីឬក៏មានទម្ងន់ជាងពាក្យសម្ដីអញ្ចឹងណាអាហ្នឹងគឺយើងប្រើ action speak louder than words អូខេ meaning what people do is more important than what they say. Okay, what people do is more important than what they say. ចឹងហើយអូខេយើងមានឧទាហរណ៍យ៉ាងអាចនិយាយបានថា stop telling me you will change and just show me
because actions speak louder than words okay stop telling me you will change okay ឈប់និយាយថាអ្នកនឹងផ្លាស់ប្ដូរទៅ okay and just show me ហើយគ្រាន់តែបង្ហាញឲ្យខ្ញុំឃើញទៅ because actions speak louder than words គេព្រោះថាសកម្មភាពមានទម្ងន់ជាងពាក្យសម្ដីអញ្ចឹងណាអូខេ number 22គឺយើងមាន in the same boat in the same boat អូខេ boat ហ្នឹងប្រែថាទូកមាននៅយើងស្ថិតនៅលើទូកតែមួយហើយគេជិះទូកតែមួយគេខ្មែរយើងគឺច្រើននិយាយចឹងឯងគេមានយើងស្ថិតនៅក្នុងស្ថានភាពដូចគ្នាហ្នឹងឯងអូខេអាហ្នឹងគឺ in the same boat okay in the same situation okay ចឹងឯងអូខេឧទាហរណ៍យើងអាចនិយាយថា we are in the same boat we must help each other អូខេចឹង we are in the same boat we must help each other អូខេមែនពួកយើងជិះទូកតែមួយហើយឬក៏ពួកយើងស្ថិតនៅក្នុងស្ថានភាពដូចគ្នាហើយអូខេចឹងយើងត្រូវតែជួយគ្នាទៅវិញទៅមកអញ្ចឹងណាហើយភាសាខ្មែរយើងភាគច្រើនគឺប្រើពាក្យជិះទូកតែមួយអូខេពេលយើងជិះទូកតែមួយហើយយើងស្ថិតនៅក្នុងស្ថានភាពជាមួយគ្នានឹងឯងអូខេ in the same boat អូខេអូខេ number 23គឺយើងមាន don't put all your eggs in one basket អូខេ don't put all your eggs in one basket អូខេកុំដាក់ពងទាំងអស់នៅក្នុងកន្ត្រកតែមួយអញ្ចឹងណាអូខេអាហ្នឹងគឺន័យធៀបរបស់វាគឺយើងមិនគួរពឹងផ្អែកទៅលើជំរើសតែមួយទេអូខេឬក៏ដាក់ធនធានទាំងអស់ហ្នឹងទៅកន្លែងតែមួយទេអាហ្នឹងគឺន័យធៀបរបស់វាហើយកុំដាក់ពងនៅក្នុងកន្ត្រកតែមួយអូខេ don't put all your eggs in one basket don't raise everything on one plan អញ្ចឹងគេ don't raise everything on one plan អូខេ example យើងអាចនិយាយបានថា he split his savings into 3 different banks because he knew not to put all his eggs in one basket ចឹងណាគេ he split his saving into 3 different banks ហើយគាត់បានដាក់បែងចែកប្រាក់របស់គាត់ហ្នឹងប្រាក់សន្សំរបស់គាត់ហ្នឹងទៅក្នុងធនាគារ3ផ្សេងគ្នាអូខេ because he knew not to put all his egg in one basket ពេលព្រោះថាគាត់ដឹងថាមិនគួរបង្ហាអនិភ័យទាំងអស់ទៅលើកន្លែងតែមួយនោះទេអូខេអញ្ចឹងណាគេមិនគួរទុកចិត្តឬក៏ពឹងផ្អែកទៅលើកន្លែងតែមួយអញ្ចឹងណាគេហ្នឹងគឺយើងអាចនិយាយបែបហ្នឹងបានអូខេ he knew not to put all his eggs in one basket អូខេ number 24គឺយើងមាន a drop in the ocean អូខេ a drop in the ocean អូខេចឹងន័យធៀបរបស់វាគឺដូចទឹកមួយតំណក់ក្នុងមហាសមុទ្រចឹងណាអូខេន័យរបស់វាមានទឹកមួយតំណក់នៅក្នុងមហាសមុទ្រទឹកវាច្រើនស្រាប់ហើយចឹងមួយតំណក់ a drop ហ្នឹងវាអត់សូវសំខាន់ទេអូខេចឹង a drop in the ocean វាមានន័យថាចំនួនហ្នឹងគឺតិចមែនតើហើយអត់សូវសំខាន់ទេចឹងណាអាហ្នឹងគឺ drop in the ocean អូខេ very small and insignificant អូខេមានចំនួនតិចហើយវាអត់សូវសំខាន់អាហ្នឹងន័យរបស់វា a drop in the ocean អូខេឧទាហរណ៍យ៉ាងថា my small donation was just a drop in the ocean compared to the millions needed អូខេ my small donation មានការបរិច្ចាគដ៏តិចតួចរបស់ខ្ញុំហ្នឹង was just a drop in the ocean វាគ្រាន់តែជាដំណក់ទឹកមួយនៅក្នុងមហាសមុទ្រប៉ុណ្ណោះ okay compared to millions needed compared to the millions needed បើប្រៀបធៀបទៅនឹងទឹកប្រាក់រាប់លានដែលត្រូវការអញ្ចឹងណាអូខេអញ្ចឹងokay a drop in the ocean គឺមានន័យបែបហ្នឹងឯង okay very small and insignificant okay number 25គឺយើងមាន pull someone's leg បើយើងប្រែតាមពាក្យគឺមានន័យថាទាញជើងរបស់នរណាម្នាក់អញ្ចឹងណាប៉ុន្តែន័យធៀបរបស់វាគឺមានយើងលេងសើចឬក៏និយាយលេងជាមួយនរណាម្នាក់អញ្ចឹងណាគឺ meaning to joke with someone okay pull someone's leg okay ឧទាហរណ៍យើងអាចនិយាយថា relax I was just pulling your leg of course you didn't feel the taste okay មានថា
កុំបារម្ភអីខ្ញុំគ្រាន់តែនិយាយលេងជាមួយអ្នកទេអូខេក៏ជាការពិតណាអ្នកមិនបានធ្លាក់ការប្រឡងនោះទេចឹងណាអូខេ I was just pulling your leg អូខេ man pull someone's leg អូខេនិយាយលេងសើចចឹងហើយអូខេយើងមានប៉ុណ្ណឹងនៅក្នុងវីដេអូហ្នឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយ